លោកសារូរតនានៃខណ្ឌរដ្ឋបាលព្រៃឈើស្ដីទីខេត្តមណ្ឌលគិរីស៊ីប្រាក់ខែរាជប៉ុន្តែការពីក្រុមហ៊ុនហ៊ានទាំងបញ្ចេញកំហឹងចាប់ប្រកាន់អ្នកសារព័ត៌មាននិងប្រជាសហគមន៍ថាជាក្រុមបង្ករឿងខេត្តមណ្ឌលគិរីផ្ទុះរឿងអាស្រូវស្អុយកក្រុកពេញខេត្តមណ្ឌលគិរីគណៈមន្ត្រីរដ្ឋបាលព្រៃឈើស៊ីប្រាក់ខែរដ្ឋចេញមកកាងក្រុមហ៊ុនកាប់ដឹកឈើបំពានច្បាប់មិនព្រមអនុវត្តនីតិវិធីបែរជាចាប់ប្រកាន់មកលើអ្នករាយការណ៍ថាចង់បង្ករឿងនិងចង់បានផលប្រយោជន៍ពីក្រុមហ៊ុននិងមន្ត្រីជំនាញទៅវិញគួររំលឹកផងដែរថាកាលពីថ្ងៃទី21ខែកក្កដាឆ្នាំ2026កន្លងទៅនេះក្រោយទទួលបានព័ត៌មានពីប្រជាសហគមន៍ដោយមានការសង្ស័យថាក្រុមហ៊ុនជាចិន្តាឯកសហការដាំឈើបានធ្វើសកម្មភាពកាប់និងដឹកឈើចេញពីតំបន់ផ្សេងចូលមកក្នុងក្រុមហ៊ុនដោយខុសគោលការណ៍ច្បាប់បានអនុញ្ញាតបន្ទាប់ពីទទួលព័ត៌មាននេះភ្លាមនឹងមានការចង្អុលបង្ហាញពីលោកតាន់កឹមសួរប្រធានសមាគមយុវជនស្រឡាញ់ធនធានធម្មជាតិក្រុមការងារអ្នកសារព័ត៌មានគេហទំព័រសង្គមបច្ចុប្បន្ន SKB News បានទំនាក់ទំនងទៅឯអាដាមសួនសវណ្ណអគ្គនាយកដ្ឋានព្រៃឈើសត្វព្រៃតាមប្រព័ន្ធ Telegram ដើម្បីរាយការណ៍ជូនពីករណីនេះអាយដាមក៏បានចាត់តាំងឲ្យលោកមាសវុធីប្រធាននាយកដ្ឋាននិងលោកអ៊ុតភូមិរាអនុប្រធាននាយកដ្ឋាននីតិកម្មនិងពង្រឹងច្បាប់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះត្រួតពិនិត្យលើករណីនេះជាបន្ទាន់លុះព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2026ដោយទទួលបានបទបញ្ជាពីអាដាមសួនសវណ្ណអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃនិងមានការសហសម្របសម្រួលពីលោកអ៊ូសុភក្តីនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានចាត់តាំងមន្ត្រីរដ្ឋបាលព្រៃឈើចំនួន3នាក់និងក្រុមការងារអ្នកសារព័ត៌មានដែលជាអ្នករាយការណ៍បានចូលទៅដល់ក្រុមហ៊ុននិងបានពិនិត្យឃើញសកម្មភាពមិនប្រក្រតីមានការកាប់ឈើនៅអនុតំបន់6និងមានគំនរឈើហូបមូលជាច្រើនកំណាត់ដាក់រីប៉ាច់ពេញផ្លូវនិងបានដឹកចូលក្រុមហ៊ុនយ៉ាងអនាធិបតេយ្យជាទីបំផុតស្រាប់តែនៅថ្ងៃទី12ខែសីហាឆ្នាំ2026នេះក្រុមការងារទទួលបានកំណត់ហេតុពីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីចុះថ្ងៃទី4ខែសីហាឆ្នាំ2026ដែលសញ្ញេទទួលស្គាល់ដោយលោកសារូរតនានៃខណ្ឌរដ្ឋបាលព្រៃឈើស្ដីទីខេត្តមណ្ឌលគិរីបែរជាមកចោទប្រកាន់មកលើអ្នករាយការណ៍និងអ្នកសារព័ត៌មានថាការផ្សព្វផ្សាយនៅព័ត៌មានអំពីបទល្មើសព្រៃឈើដែលអ្នកសារព័ត៌មានមួយចំនួនពេលខ្លះមានលក្ខណៈដុតឲ្យខ្លោចរួចឲ្យឆៅជាការបំផោងនិងចង់បង្ករឿងពីតូចទៅធំដោយប្រើប្រាស់ភាសាជំរុញកំហឹងនិងអាចមានចេតនាអាក្រក់បង្ខំឲ្យភាគីពាក់ព័ន្ធក្រុមហ៊ុននិងមន្ត្រីជំនាញចេញមុខសម្របសម្រួលឬផ្ដល់ផលប្រយោជន៍ដើម្បីបិទព័ត៌មានជាការផ្សព្វផ្សាយព័ត៌មានបែបនេះវាមិនត្រឹមតែមិនបានជួយការពារធម្មជាតិនោះទេប៉ុន្តែថែមទាំងបង្កើននូវភាពវឹកវរក្នុងសង្គមបំផ្លាញកិត្តិយសអ្នកដទៃនិងប្រែคล้ายអាជីពពីអ្នកសារព័ត៌មានឲ្យទៅជាឧបករណ៍គំរាមកំហែងទៅវិញការផ្សព្វផ្សាយព័ត៌មានបំផោងពីបទល្មើសព្រៃឈើក្នុងទីតាំងសម្បត្តិដីសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមមុខមួយដែលមិនត្រឹមតែប៉ះពាល់ដល់កិត្តិយសអាជ្ញាធរអង្គភាពជំនាញនិងស្ថាប័នគ្រប់គ្រងប៉ុណ្ណោះទេប៉ុន្តែបាននឹងកំពុងបង្កើតជារបាំងរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគនិងគោលនយោបាយជំរុញការវិនិយោគលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីទទួលបាននៅរបាយការណ៍កំណត់ហេតុនេះក្រុមការងារបានទំនាក់ទំនងទៅលោកសារូរតនារដ្ឋបាលព្រៃឈើស្ដីទីខេត្តមណ្ឌលគិរីតាមរយៈលេខទូរស័ព្ទ097លេខ6 95ដងនិងលេខ7ដើម្បីធ្វើការសាកសួរនិងបំភ្លឺពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែលក្រុមការងារបានចុះទៅដល់ទីតាំងក្រុមហ៊ុនជាចិន្តាឯកសហការដាំឈើខាងលើជាមួយនឹងមន្ត្រីជំនាញតែលោកឆ្លើយទាំងរដាក់រដប់នឹងថាចោតរវល់រួចក៏បិទទូរស័ព្ទអង្គភាពយើងសូមសួរទៅលោកសារូរតនានៃខណ្ឌរដ្ឋបាលព្រៃឈើស្ដីទីខេត្តមណ្ឌលគិរីថា1តើទំព័រ Facebook Page ឬក៏តាមរយៈគេហទំព័រមួយណាដែលអង្គភាពសារព័ត៌មានគេហទំព័រសង្គមបច្ចុប្បន្នបានចុះផ្សាយពីការដឹកជញ្ជូនឈើក្នុងក្រុមហ៊ុនជាចិន្តា2តើលោកមានភស្តុតាងមួយណាដែលចោទប្រកាន់មកលើអ្នករាយការណ៍និងអ្នកសារព័ត៌មានថាបានបង្ករឿងនិងមានចេតនាបង្ខំឲ្យភាគីទាំងក្រុមហ៊ុនទាំងជំនាញចេញមុខសម្របសម្រួលឬផ្ដល់ផលប្រយោជន៍ដើម្បីបិទបាំងព័ត៌មាន3តើគំនរឈើហូបមូលដែលលោកបានចុះត្រួតពិនិត្យចាប់ពីអនុតំបន់3រហូតដល់អនុតំបន់6នៅក្នុងដីក្រុមហ៊ុនជាចិន្តាជាឈើអ្វីតើការកាត់និងដឹកជញ្ជូនចូលក្នុងក្រុមហ៊ុននេះស្របទៅតាមគោលនយោបាយច្បាប់អនុញ្ញាតដែរឬទេ4
ចុះឈើដែលមានចំនួន23កំណាត់ប្រមាណជា13ម៉ែត្រត្រីគុណដែលស្ថិតនៅអនុតំបន់5និងអនុតំបន់6ដែលជាអនុតំបន់ពុំទាន់បានធ្វើសារពើភ័ណ្ឌព្រៃឈើនៅឡើយតើខុសច្បាប់ដែរឬទេ 5. បើគេចម្រិតទាបប្រាក់មែនតើឯកសារវីដេអូឬសំឡេងភស្តុតាងណាមួយនឹងនៅឯណាបើគ្មានភស្តុតាងទេការធ្វើកំណត់ហេតុចោទប្រកាន់គេបែបនេះគឺជាអំពើបរិហាកេរ្តិ៍និងរំលោភអំណាចយ៉ាងធ្ងន់ធ្ងរនេះឬជាទង្វើរបស់ជំនាញរដ្ឋបាលព្រៃឈើអ្នកការពារព្រៃឈើអ្នកអនុវត្តច្បាប់គេរាយការណ៍ហើយចោទប្រកាន់មកគេទៀតសូមលោកយកភស្តុតាងមកបង្ហាញជាសាធារណៈដើម្បីបញ្ជាក់ផងទៀតទង្វើនេះអាចបង្ហាញឲ្យច្បាស់ក្រឡែតពីភាពកំសោយជាទីបំផុតរបស់លោកសារុរតនារដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីដែលមានតួនាទីភារកិច្ចការពារទុនធានព្រៃឈើនិងជាសេនាធិការរបស់ថ្នាក់ដឹកនាំហ៊ានចេញមុខកាងឲ្យក្រុមហ៊ុនទាំងបំពេញទាំងដែលខ្លួនស៊ីប្រាក់ខែរាជប្រាក់ខែរដ្ឋហើយហ៊ានធ្វើបំពេញច្បាប់ទៀតជុំវិញករណីខាងលើនេះអង្គភាពយើងស្នើសុំឲ្យលោកសារុរតនានៃខណ្ឌរដ្ឋបាលព្រៃឈើស្ដីទីខេត្តមណ្ឌលគិរីបកស្រាយឲ្យបានច្បាស់លាស់និងបង្ហាញឯកសារពាក់ព័ន្ធដែលបានចោទប្រកាន់ដាក់បន្ទុកមកលើអង្គភាពសារព័ត៌មានគេហទំព័រសង្គមបច្ចុប្បន្នថាបានដុតឲ្យខ្លោចរួចឲ្យឆៅនិងបង្កពីរឿងតូចឲ្យទៅជារឿងធំនិងមានចេតនាបង្ខំឲ្យភាគីពាក់ព័ន្ធទាំងក្រុមហ៊ុនទាំងមន្ត្រីជំនាញចេញមុខសម្របសម្រួលដើម្បីផ្ដល់ផលប្រយោជន៍បិទព័ត៌មានឲ្យបានច្បាស់លាស់ផងទៀតទោះជាយ៉ាងណាមហាជនដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេសទទូចស្នើសុំដល់ឯកឧត្តមសួនសវណ្ណអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើនិងសត្វព្រៃនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគោរពស្នើសុំដល់ឯកឧត្តមដិតឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាចាត់កម្លាំងក្រមអាវ៉ាត់ចុះធ្វើអធិការកិច្ចចំពោះក្រុមហ៊ុនជាចិន្តាឯកសហការដាំឈើនិងលោកសារុរតនានាយខណ្ឌស្ដីទីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីខាងលើដើម្បីស្វែងរកការពិតនិងរក្សាតម្លាភាពក្នុងការអនុវត្តច្បាប់ត្រូវច្បាស់លាស់សូមគុណ